អាភិបសូមចម្រើនពរសូមចិត្តអំពីញាតិញោមណាពីការផុសតរូបភាពផុសបុគ្គលដែលបានចាក់សាក់នារីនៅខាងខេត្តបាត់ដំបងស្រុកកោះក្រឡនោះដែលឥឡូវនេះព្រះមន្ត្រីសង្ឃស្រុកក៏ដូចជាមន្ទីរធម្មការជំនាញបានចាប់ផ្សឹករួចហើយបានបកគលទូនាទីឲ្យទៅខាងសមត្ថកិច្ចហើយដូច្នោះយើងក៏បីកុំយកមកបន្តផុសដើម្បីខូចដល់តម្លៃនៃព្រះសង្ឃក្នុងពុទ្ធសាសនាទូទៅដែលព្រះអង្គមិនបានប្រព្រឹត្តនៅរឿងទាំងឡាយនោះព្រោះបុគ្គលរូបនោះព្រមទាំងបពួក4នាក់ទៀតត្រូវបានផ្សឹករួចហើយដោយបញ្ហាផ្សេងទៅទៀតមាននៅក្នុងខ្លួនដូច្នោះសូមញាតិញោមបានទទួលដឹងដំណឹងហើយឈប់ share បន្តបងណា